ពុងហោះហើរយ៉ាងសប្បាយលើវេហាដូចជារំចាំអ្វីមួយកើតឡើងនៅលើមេឃដែលហាក់ដូចជាធម្មតានេះដំណើរផ្សងព្រេងដ៏អស្ចារ្យមួយកំពុងតែចាប់ផ្ដើមភ្លាមនោះពន្លឺស្រទន់មួយបានភ្លឺចែងចាំងនៅលើអាកាសវាមិនមែនជាពន្លឺភ្លឺចែងចាំងទេប៉ុន្តែវាហាក់ដូចជាខ្សឹបប្រាប់ជាការហៅពីរបស់អ្វីម្យ៉ាងពន្លឺនេះកំពុងតែណែនាំនរណាម្នាក់ដែលមាននិស្ស័យមួយឲ្យហោះចូលពន្លឺរាលដាលយឺតបង្កើតជាមាត់ទ្វារមួយវិជ្ជានុក្រមវេទមន្តក៏បានហោះចូលទៅក្នុងនោះយ៉ាងថ្នមអ្វីដែលលាតត្រដាងនៅចំពោះមុខគឺភពនៃវិមានអាថ៌កំបាំងដ៏ស្មុគស្មាញមួយដែលកើតចេញពីពន្លឺនិងស្រមោលពេលចូលទៅជ្រៅនៅក្នុងនោះចាប់ផ្ដើមមានស្រមោលផ្លាស់ទីដោយស្ងៀមស្ងាត់ពួកវាគ្មានសំឡេងប៉ុន្តែវាអាចធ្វើឲ្យខ្យល់អាកាសអ៊ូអាបគ្រោះថ្នាក់ដែលមិនស្គាល់មួយកំពុងតែខិតចូលមកជិតហើយនៅជ្រុងម្ខាងនៃវិមានអាថ៌កំបាំងនោះស្រាប់តែមានក្មេងដូចជាពពកមួយចេញមកគាត់មើលទៅដូចរៀងស្រពឹកស្រពេកជំហានក៏រៀងស្ទាក់ស្ទើរប្រកាសណាស់គាត់បានវង្វេងភ្លៅអស់រយៈពេលយូរមកហើយកូនពពកនិយាយតិចថានៅទីនេះវាហាក់ដូចជាគ្មានផ្លូវចេញសោះរីឯខាងមុខផ្លូវភ្លឺចែងចាំងមួយបានលេចចេញមកពន្លឺរបស់វាមិនជាខាងទេប៉ុន្តែដូចជាចង្អុលបង្ហាញផ្លូវឲ្យទៅទិសដៅខាងមុខអញ្ចឹងវាហាក់ដូចជាកំពុងប្រាប់ពួកគេថាគុំឈប់អីសូមបន្តដំណើរស្រមោលជុំវិញចាប់ផ្ដើមអណ្ដែតនិងលាតសន្ធឹងវាដើរតាមជញ្ជាំងបង្កើតអារម្មណ៍តានតឹងវិមានអាថ៌កំបាំងមួយនេះគឺកំពុងតែសាក់លបងនឹងភាពក្លាហានរបស់ពួកគេរំពេចនោះពំពករបស់វិជ្ជានុក្រមតូចស្រាប់តែបើកយ៉ាងយឺតពាក្យដំបងក៏បានផុសចេញនៅលើអាកាសនោះគឺភាព